Ok នឹងហើយអ្នកទាំងអស់គ្នាគ្នាដែរគឺយើងវិលមកជួបគ្នាសាជាថ្មីទៀតហើយគ្នាដែរគឺយើងដំណើរកំសាន្តចុងសប្តាហ៍នៅជិតផ្ទះរបស់យើងទេគឺកន្លែងនេះគេហៅថាកន្លែងចំការតាខ្នាអញ្ចឹងយីរំទៅនៅកន្លែងនេះគឺទេសភាពគឺស្រស់ស្អាតខ្លាំងមែនទែននៅរដូវវស្សានេះគឺទីមួយរុក្ខជាតិអីគឺស្រស់បំព្រងហើយមានចកាលម៉ៅអញ្ចឹងខែនេះក៏លម៉ៅវាផ្លែដែរអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការ selfie ឬមួយក៏ទៅទិញផ្លែលម៉ៅហូបរបស់ធម្មជាតិបេះផ្ទាល់ដៃនៅដើមអញ្ចឹងហើយអញ្ចឹងគឺយើងអាចទៅកន្លែងតាខ្នានឹងបានព្រោះសារកន្លែងនេះសម្បូរទៅដោយចកាលម៉ៅអញ្ចឹងលម៉ៅរបស់គាត់នឹងគឺល្អខ្លាំងមែនទែនដោយសារគេមានវិទ្យាសាស្ត្រនិងយុទ្ធសាស្ត្រការថែរក្សានឹងគឺបានល្អអញ្ចឹងគឺផ្លែច្រើនខ្លាំងមែនទែននៅឆ្នាំនេះអញ្ចឹងបើសិនជាបងប្អូនតនេថ្ងៃចុងសប្តាហ៍មានកន្លែងណាដើរលេងអីអាចមកកន្លែងនេះបានទៅទៅមើលកន្លែងនេះគឺកន្លែងយើងឡើង selfie ពីលើអញ្ចឹងគឺយើងអាចឃើញដើមលម៉ៅអីទាំងអស់គឺកន្លែងនេះគេហៅថាទលេលម៉ៅអញ្ចឹងណាហើយនឹងខ្ញុំហៅតាមគេដែរអញ្ចឹងទៅតមួយនឹងចកាលម៉ៅនេះយើងចូលទៅគឺខ្យល់ធម្មជាតិមកក៏អូបឈ្ងុយឈ្ងប់និយាយរួមទៅគឺធម្មជាតិពិតៗបដ ாய் អញ្ចឹងគឺនិយាយធ្វើការហត់អញ្ចឹងអាចថាទៅកន្លែងនេះគឺវាស្រស់ស្រាយអញ្ចឹងណាហើយកន្លែងនេះមួយទៀតគឺកាន់តែត្រជាក់ទៀតអញ្ចឹងមានទេសភាពខៀវស្រងាត់អញ្ចឹងហើយក៏ធ្វើឲ្យអារម្មណ៍របស់យើងគឺស្រស់ស្រាយពេលយើងសម្រាប់ពីការងារអញ្ចឹងគឺយើងអាចទៅកន្លែងនេះអាចលំហែបានអញ្ចឹងជួបជុំគ្រួសារឬមួយក៏អ្នកមានសង្សារអីអាចទៅដេតនៅកន្លែងនេះបានអញ្ចឹង recommend ឲ្យ10ឲ្យ10ហើយទៅមើលកន្លែងនេះវិញគឺស្រស់ស្អាតខ្លាំងមែនទែនគឺមើលទៅឡើងខៀវហើយគ្មានសម្រាប់អីទេហើយកន្លែងនេះទៀតគឺជាកន្លែងដែលគេធ្វើថ្មីអញ្ចឹងគឺមានកន្លែងអង្គុយ selfie អាចអង្គុយលេងមានតោងមានអីចឹងណាហើយកន្លែងនេះមួយទៀតក៏គេទៅធ្វើថ្មីដែរកន្លែងនេះគឺយើងអាចដើរទៅកន្លែងស្រះត្រីអញ្ចឹងណាហើយកន្លែងនេះគេធ្វើថ្មីដែរហើយកន្លែងនេះគឺយើងអាចមើលឃើញផ្លែលម៉ើផ្ទោភ្នែកអញ្ចឹងណាហើយកន្លែងនេះដែរគឺយើងដើរទៅអបាក់ផ្លាក់ភក់ផ្លាក់អីទេព្រោះសារតែគេធ្វើស្ពានឲ្យយើងស្អាតអាចដើរ selfie អីបានហើយយីរួមទៅកន្លែងនេះគឺធម្មជាតិហើយធ្វើឲ្យយើងស្រស់ស្រាយមានចំណូលខ្យល់អីមកតិចហើយយើងជួបជុំគ្រួសាររបស់យើងភាសាការងារខ្លះទៅនិយាយរឿងគ្រួសារយើងខ្លះទៅហើយយើងទៅដើម្បីសប្បាយចិត្តណាកុំឲ្យទៅឲ្យសែតបើសិនជាមានគ្នាអីអាចទៅដាក់តិចអីនៅកន្លែងហ្នឹងក៏អែមដែរព្រោះសារកន្លែងនេះគឺគេអត់ហាមទេសម្រាប់ប៊ីយ៉ាឬមួយក៏អតិចយើងហ្នឹងអញ្ចឹងគឺយើង selfie មកប៉ុស្តិ៍ពីរប៉ុស្តិ៍អីទៅជុំគ្រួសាររបស់យើងយល់ទៅគឺស្អាតយើងធ្វើអារម្មណ៍ស្រស់ស្រាយធ្វើអារម្មណ៍ស្ងៀមអញ្ចឹងណាហើយកុំឲ្យថាទៅដើរលេងឲ្យអត់សប្បាយអញ្ចឹងហើយនេះគឺជាប្រពន្ធរបស់ខ្ញុំផ្លេចប្រាប់បន្តមកទៀតក៏យើងចូលទៅកន្លែងម៉ាតព្រោះសារនេះកន្លែងញ៉ាខ្នានេះគឺយើងមានម៉ាតសម្រាប់យើងមកពីដើរលេងហត់អីចឹងគឺយើងអាចផឹកភេទជ្ជៈអីតិចឬមួយក៏របស់អីម្ហូបនំអីនៅម៉ាតគឺមានច្រើនសម្បូរបែបចឹងហើយគឺយើងមកពីអស់កម្លាំងយើងហូបអញ្ចឹងទៅក៏វាបើកម្លាំងរបស់យើងដែរអញ្ចឹងវាកន្លែងនេះតិចព្រោះសារនៅម៉ាតហើយយើងទិញមីមកកញ្ចប់ទៅយើងហូប2 3ម៉ោងទៅកន្លែងនេះគឺយើងទិញស្ករគ្រាប់មួយម៉ែប្រព័ន្ធណាណីតែដល់ពេលហែកមកជាក់ស្ដែង5គ្រាប់នឹងស្ករគ្រាប់នឹងឲ្យយីរំទៅស្ករគ្រាប់នេះគឺវាធំខាងក្រៅទេមិនមែនស្ករគ្រាប់ប្រព័ន្ធរុកនេះទេហើយវានៅខាងក្នុងនោះប្រហែលជាខ្ទង់10គ្រាប់អីទេឥឡូវគឺយើងបានជិះលំហែលេងទៅហើយមុនយើងមកផ្ទះអញ្ចឹងហើយយើងជិះកាត់តាមក្នុងនឹងគឺមានកន្លែង selfie អីយ៉ាងស្អាតច្រើនមែនតើហើយកន្លែងនេះគឺកាន់តែមលុបមែនតើហើយព្រោះសារឈើនៅនេះ